សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរនាងខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបចាក់ផ្កាងាយងាយតោះមកចាក់ជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនចាមុនដំបូងណាយើងត្រូវពណ៌អំបោះដើម្បីធ្វើ magic ring ចាបន្ទាប់មកគឺយើងសោកម្ជុលចូលមកបងប្អូនបន្ទាប់មកបន្តាក់កតុយកដលមួយបន្ទាប់មកយើងចាក់ single crochet ចូលទៅក្នុង magic ring យើងនឹងចំនួន9 1 2 3 4 5 6 7 8 9ចាឥឡូវយើងគ្រប់9ហើយបងប្អូនអញ្ចឹងយើងភ្ជាប់មុខឬក៏យើងហៅថា slip stick ណាបងប្អូនចាអញ្ចឹងយើង slip stick វាកន្លែងប្រឡោះទី1ចាអញ្ចឹងយើង slip stick ហ្នឹងគឺយើងទាញអំបោះឲ្យនៅសល់តែមួយសរសៃបងប្អូនចាឥឡូវយើងនៅសល់2សរសៃបន្ទាប់មកយើងទាញម្ដងទៀតឲ្យនៅសល់មួយសរសៃបន្ទាប់មកយើងត្រូវឡើងកតុយកណ្ដុរចំនួន2កតុយកណ្ដុរចំនួន2ហើយបកលល្បង2ចូលទៅក្នុងប្រឡោះដដែលបងប្អូនចាប្រឡោះដំបងចាអញ្ចឹងយើងបានបកលល្បងមួយឯងបងប្អូនមួយចាចាក់បកលល្បងចូលទៅក្នុងប្រឡោះដដែលហ្នឹងមួយទៀតចាឥឡូវយើងបានបកលល្បង2ហើយអញ្ចឹងយើងឡើងកតុយកណ្ដុរចំនួន2ទៀតចាអញ្ចឹងយើង slip stick នៅប្រឡោះបន្ទាប់បងប្អូនយើងអត់ចូលប្រឡោះដដែលទេគឺយើងចូលប្រឡោះបន្ទាប់បងប្អូនចាបន្ទាប់មកយើង slip stick វាទាញវានៅសល់មួយសរសៃអញ្ចឹងយើងឡើងកតុយកណ្ដុរ2បន្ទាប់មកប្រឡោះបន្ទាប់ហ្នឹងគឺយើងចាក់បកលល្បងចូលចំនួន2ចា1 2ចាអញ្ចឹងយើងត្រូវឡើងកតុយកណ្ដុរ2ទៀតយើង slip stick ចូលទៅក្នុងប្រឡោះបន្ទាប់ទៀតបងប្អូនចាអញ្ចឹងឡើងកតុយកណ្ដុរ2ទៀតចាគឺយើងធ្វើវាដដែលចំនួន5ដងបងប្អូនអញ្ចឹងស្រទាប់ផ្កាយើងមានចំនួន5ចាអញ្ចឹងគឺខ្ញុំចាក់ដល់ស្រទាប់ទី4ហើយបងប្អូនបន្ទាប់ពីឡើងបកលល្បង2ហើយទុយកណ្ដោ2 slip stick ចាឥឡូវចូលដល់ស្រទាប់ទី5ទុយកណ្ដុរ2បកលល្បង2 1 2ចាកតុយកណ្ដុរ2ចាគឺយើង slip stick នៅប្រឡោះនេះបងប្អូនចាបន្ទាប់ពីយើង slip stick ហើយយើងទាញអំបោះឲ្យវែងតិចមកហើយយើងកាត់ចាញ់បងប្អូនចាបន្ទាប់មកគឺយើងប្រកបអំបោះឲ្យវាស្អាតណាបងប្អូនចាឥឡូវផ្កាយើងរួចរាល់ហើយបងប្អូន
ចាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតអរគុណជំរាបលា